ថ្ងៃនេះនាងខ្ញុំបានមុខម្ហូបមួយមុខទៀតហើយគឺស្ងោរងាំង៉ូវសាច់មាន់ជាមួយនឹងគ្រឿងក្នុងមាន់ចំពោះមុខម្ហូបមួយនេះมันពិបាកធ្វើទេហើយសម្រាប់គ្រឿងផ្សំវិញក៏ងាយៗដែរដែលយើងងាយស្រួលរកនៅក្នុងទីផ្សាររបស់យើងមានស្លាបមាន់ជាមួយនឹងគ្រឿងក្នុងរបស់មាន់ហើយសម្រាប់គ្រឿងក្នុងគឺយើងយកកោសហើយនឹងបេះដូងមាន់នោះមកហាន់ជាចំណិតៗដើម្បីយើងងាយស្រួលហូបផងដែរបងប្អូនហាន់ជាចំណុចតូចៗល្មមៗដែលបងប្អូនគិតថាចូលចិត្តឬក៏សមរម្យតែចំណែកខ្ញុំគឺប៉ុណ្ណឹងគឺខ្ញុំងាយស្រួលហូបហើយពេលយើងស្លទៅគឺងាយផុយហើយនឹងឆាប់ឆ្អិនផងដែរចំណែកស្លាបមាន់គឺដូចគ្នាគឺយើងយកមកកាត់ជាកង់ៗអូនៅចំណុចនេះភ្លេចប្រាប់បងប្អូនមួយគ្រឿងក្នុងទាំងអស់នេះនិងស្លាបមាន់បងប្អូនកុំភ្លេចយកទៅលាងទឹកឲ្យបានស្អាតផងណាបន្ទាប់មកទៀតនាងខ្ញុំមានក្រូចងាំង៉ូវហើយសម្រាប់ក្រូចងាំង៉ូវនេះគឺនាងខ្ញុំទិញមកពីផ្សារទេមិនបានធ្វើខ្លួនឯងទេបើមានពេលថ្ងៃក្រោយនាងខ្ញុំនឹងធ្វើវីដេអូក្រូចងាំង៉ូវឲ្យបងប្អូនមើលតែមានអីបងប្អូនក្រូចងាំង៉ូវដែលនាងខ្ញុំទិញមកនេះគឺគាត់ធ្វើបានឆ្ងាញ់អត់មានជាតិហាងរបស់សំបកក្រូចទេក្រូចនោះបងប្អូនយកស្លាបព្រាមកប៉ុនវាជា2ចំណែកទៅគ្រឿងផ្សំផ្សេងទៀតយើងមានស្លឹកក្រូចរំដេងហើយនិងគល់ស្លឹកគ្រៃចំណែកគល់ស្លឹកគ្រៃគឺយើងបានយកវាមកកាត់វាជាកង់ៗហើយដំវាតិចៗដើម្បីឲ្យពេលយើងស្ងោរទៅចេញជាតិគល់ស្លឹកគ្រៃចំពោះរំដេងគឺយើងយកមកហាន់សំបកវាចេញហើយយើងចិតវាជាចំណុចតូចៗដើម្បីឲ្យពេលយើងស្ងោរទៅងាយនឹងចេញរសជាតិរំដេងហើយសម្រាប់ម្ទេសគឺយើងយកមកកាត់ជា2ចំណិតចំណែកក្រូចសើចគឺយើងយកមកបេះស្លឹកចេញហើយយើងយកស្លឹកតែទ្រនុងគឺយើងអត់យកទេខ្ទឹមបារាំងគឺយើងយកមកចិតហើយនឹងបកសម្បកចេញហើយពេលយើងបកសម្បកចេញហើយកុំភ្លេចយកទៅលាងទឹកហើយចំណែកនៅក្នុងវីដេអូនេះគឺនេះខ្ញុំមិនបានបង្ហាញនឹងការលាងសម្អាតជាមួយនឹងទឹកទេបន្ទាប់មកយើងហាន់ខ្ទឹមបារាំងជាកង់ៗធំល្មមតែមិនបាច់តូចខ្លាំងពេកទេណាបងប្អូនដាំទឹកឲ្យពុះបន្ទាប់ពីទឹកពុះហើយគឺយើងដាក់គ្រឿងមានរំដេងស្លឹកក្រូចម្ទេសយើងចូលហើយដាក់នៅក្រូចងាំង៉ូវរបស់យើងបន្ទាប់មកគឺយើងដាក់នៅសាច់ហើយនិងគ្រឿងក្នុងរបស់យើងចូលពេលយើងបានដាក់សាច់និងគ្រឿងក្នុងចូលហើយបងប្អូនត្រូវបន្តបើកភ្លើងដើម្បីឲ្យទឹកសម្លយើងបានពុះបន្ទាប់ពីពុះហើយបងប្អូនកុំភ្លេចដួសនៅពពុះចេញផងបើយើងទុកពពុះនឹងនៅយើងអាចមានក្លិនឆ្អាបអញ្ចឹងបងប្អូនត្រូវដួសចេញឲ្យអស់បន្តមកទៀតបងប្អូនត្រូវរំងាស់ឲ្យវាផុយហើយយើងដាក់គ្រឿងយើងចូលមានប៊ីចេងស្ករសអំបិលម្សៅស៊ុបនិងទឹកត្រីហើយបរិមាណគឺបងប្អូនលាយឡខ្លួនឯងថាបងប្អូនចូលចិត្តរសជាតិបែបណាពេលយើងដាក់គ្រឿងហ្នឹងបងប្អូនភ្លក់មើលផងណាហើយយើងកុំលុបគ្រឿងយើងសុខចិត្តឲ្យសាបទៅបើសិនជាយើងភ្លក់ទៅយើងមានខ្វះខាតកន្លែងណាយើងអាចថែមថយបាននៅចំណុចនេះបងប្អូនបន្តរំងាស់ឲ្យសាច់យើងផុយហើយយើងដាក់ខ្ទឹមបារាំងយើងចូលប៉ុន្តែមកខ្ញុំភ្លេចថតវីដេអូដាក់ខ្ទឹមបារាំងតែបងប្អូនកុំភ្លេចដាក់ចូលផងណាពេលយើងដាក់ខ្ទឹមបារាំងចូលយើងរំងាស់តែមួយភ្លែតបានហើយបងប្អូនកុំឲ្យឆ្អិនពេកជាចុងក្រោយគឺស្ងោរងាំង៉ូវគ្រឿងក្នុងមាន់ជាមួយនឹងសាច់មាន់នេះគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនអាចសាកធ្វើបានមុខម្ហូបមួយនេះគឺពេលយើងបានហូបទៅគឺស្រួលខ្លួនហើយចំណែករសជាតិវិញក៏ឆ្ងាញ់ដើម្បីឲ្យកាន់តែឆ្ងាញ់បងប្អូនថែមខ្ទឹមលីងបំពងជាមួយនឹងជីរណាឬក៏ស្លឹកខ្ទឹមដែលបងប្អូនមានជាចុងក្រោយគឺសូមអរគុណដែលបានទស្សនាវីដេអូនេះ